ថាតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យយើងទៅជាអ្នកលក់ដែលឆ្នើមទៅជាអ្នកលក់ដែលពូកែនេះគឺជាអ្វីដែលបងប្អូនទាំងអស់គ្នាក៏តែងតែសាកសួរខ្ញុំថាហេតុអីបានខ្ញុំនៅក្នុងវិស័យការលក់បានយូរឆ្នាំហើយភាគច្រើនលក់សុទ្ធតែអ្វីដែលជារឿងលំបាកផលិតផលដែលលំបាកសេវាកម្មដែលលំបាកណាបាទដូចខ្ញុំនៅក្នុងវិស័យធានារ៉ុង10ឆ្នាំជាងអញ្ចឹងទៅបាទហើយខ្ញុំលក់ឧបករណ៍ពេទ្យក៏បានត្រង់2ឆ្នាំជាងទៅហើយលក់ក្រោយមកក៏លក់ផលិតផលនិយាយទៅសុទ្ធតែជាផលិតផលដែលមានតម្លៃខ្ពស់ហើយនេះបានខ្ញុំនៅតែលក់បានបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនទៅលើចំណុចសំខាន់10ដើម្បីឲ្យបងប្អូនបានជាកន្លឹះក្នុងការពិចារណាដើម្បីคลายទៅជាអ្នកលក់មួយដល់ប៉កែអ្នកលក់មួយដល់ជំនាញបងប្អូនណាបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនដល់គ្នាទាំង10ចំណុចហ្នឹងបាទអញ្ចឹងចំណុចទី1បងប្អូនដល់គ្នាទៅយល់ថាចំណុចទី1គឺជាជំនាញគេហៅថាជំនាញទំនាក់ទំនងនៅក្នុងការប្រស្រ័យទំនាក់ទំនងគឺជារឿងសំខាន់ណាស់នៅក្នុងអាជីពនៅក្នុងអាជីវកម្មទាំងឡាយនានាទាំងអស់លើពិភពលោកគឺទាមទារឲ្យយើងមានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយនឹងមនុស្សព្រោះគ្រប់អាជីវកម្មគេត្រូវការធ្វើមួយមនុស្សអញ្ចឹងបងប្អូនសួរថាតើយើងទំនាក់ទំនងមិនយើងទំនាក់ទំនងនៅកន្លែងណាទាំង10នេះខ្ញុំនឹងធ្វើលម្អិតមេរៀនមួយបងប្អូនថាតើទំនាក់ទំនងនៅកន្លែងណាដើម្បីឲ្យមានប្រសិទ្ធភាពដើម្បីឲ្យមានលទ្ធផលហើយចំទៅលើផលិតផលសេវាកម្មរបស់យើងបងប្អូនណាបាទអញ្ចឹងជំនាញទំនាក់ទំនងគឺជារឿងប្រស្រ័យទំនាក់ទំនងមានការនិយាយមានការស្ដាប់មានការទំនាក់ទំនងគ្នាដោយល្អហ្នឹងគេហៅថាជំនាញទំនាក់ទំនងគឺការនិយាយឲ្យខ្លីគឺការស្គាល់មនុស្សឲ្យបានច្រើននៅក្នុងសង្គមបងប្អូនណាបាទនេះចំណុចទី1ចំណុចទី2ខ្ញុំបានកត់ចំណាំទៅលើទាំង10ហ្នឹងបាទចំណុចទី2ខ្ញុំគិតទៅលើជំនាញស្ដាប់វាប្រស័យទៅតងគ្នាចំណិចមកណាស្ដាប់គឺយើងស្ដាប់ទៅលើគេអ្នកលក់គឺទៅស្ដាប់លើតម្រូវការរបស់អតិថិជនថាតើអតិថិជនត្រូវការអីគេហើយនឹងបញ្ហាឬក៏កង្វល់របស់អតិថិជនតើអតិថិជនគាត់មានកង្វល់គាត់មានបញ្ហាទៅលើអីគេអញ្ចឹងកាលណាបងប្អូនស្ដាប់តម្រូវការគាត់បានហើយនឹងសេចក្តីកង្វល់ឬក៏បញ្ហារបស់គាត់បានយើងអាចលក់បានដែរបាទអញ្ចឹងជំនាញស្ដាប់គឺជាជំនាញមួយដែលល្អនៅក្នុងការលក់គ្រប់ផលិតផលឬក៏សេវាកម្មទេបងណាបាទស្ដាប់ទៅម៉េចឲ្យប៉កែខ្ញុំនឹងធ្វើលម្អិតមួយថាស្ដាប់ទៅម៉េចឲ្យពូកែណាបាទនេះគឺចំណុចទី2ចំណុចទី3គឺខ្ញុំគិតទៅលើចំណេះដឹងលើផលិតផលលើសេវាកម្មបងប្អូនទាំងគ្នាត្រូវតែយល់ឲ្យច្បាស់អំពីលក្ខណៈពិសេសនៃផលិតផលឬក៏សេវាកម្មរបស់យើងណាយល់អំពីអត្ថប្រយោជន៍ឲ្យច្បាស់អំពីផលិតផលឬក៏សេវាកម្មរបស់យើងទើបយើងអាចបញ្យល់ទៅអតិថិជនបានប្រសិនបើយើងលក់នៅក្នុងផលិតផលយើងហើយយើងអត់យល់ផលិតផលយើងពិបាកហើយណាបាទយើងបញ្យល់អតិថិជនអត់យល់ហើយគាត់សួរមកវិញយើងឆ្លើយមិនបានទៀតអញ្ចឹងបងប្អូនត្រូវតែមានចំណេះជំនាញនៅក្នុងផលិតផលយើងឲ្យច្បាស់មកទី3បងប្អូនណាបាទចំណុចទី4គឺខ្ញុំគិតទៅលើជំនាញបញ្ចុះបញ្ចូលរបស់យើងអញ្ចឹងនៅក្នុងជំនាញបញ្ចុះបញ្ចូលមិនមែនបងប្អូនទៅបញ្ចុះបញ្ចូលចេះតែឲ្យគេទិញដោយគ្មានហេតុផលទិលហេកគ្រប់គ្រាន់នោះទេអញ្ចឹងបងប្អូនត្រូវតែជំនាញក្នុងការបញ្យល់ណាបញ្យល់ឲ្យភ្ញៀវយល់ឲ្យភ្ញៀវទទួលស្គាល់អំពីហេតុហើយនឹងផលនៃផលិតផលរបស់យើងឲ្យច្បាស់ត្រឹមត្រូវបាទអញ្ចឹងយើងមានន័យថាយើងបញ្យល់ឲ្យបង្ហាញអំពីហេតុផលរបស់យើងទៅដល់អតិថិជនឲ្យបានច្បាស់ល្អមិនមែនយើងទៅចេះបញ្ចុះបញ្ចូលទិញទៅទេណាបងប្អូនណាបាទអញ្ចឹងគឺយុទ្ធសាស្ត្រនៃការបញ្ចុះបញ្ចូលគឺបញ្យល់ឲ្យអតិថិជនយល់ណាធ្វើម៉េចយល់បញ្យល់អតិថិជនយល់ប៉កែក្នុងការឧទាហរណ៍ប៉កែក្នុងការប្រៀបធៀបបាទបានយើងអាចបញ្ចុះបញ្ចូលឬក៏ឲ្យអតិថិជនទិញផលិតផលរបស់យើងបាននេះចំណុចទី4ចំណុចទី5ខ្ញុំសំដៅទៅលើជំនាញនៃការដោះស្រាយបញ្ហាជ
ជំនាញនេះគឺជាជំនាញសំខាន់ណាស់នៅក្នុងវិស័យយើងអ្នកលក់គឺជំនាញដោះស្រាយបញ្ហាគឺជាជំនាញហៅថាជំនាញជោគជ័យរបស់យើងហើយកាលណាយើងដោះស្រាយបញ្ហារបស់អតិថិជនបានស្មើនឹងអតិថិជនទិញយើងស្មើនឹងក្រុមហ៊ុនស្មើនឹងយើងគឺបានចំណូលហើយអញ្ចឹងដោះស្រាយបញ្ហាអតិថិជនទី1គឺបងប្អូនឆ្លើយសំណួររបស់គាត់ឲ្យបានល្អឲ្យបានសមស្របឲ្យបានពេញចិត្តទៅលើអ្វីដែលគាត់សាកសួរមកហើយយើងឆ្លើយដោយវិជ្ជាជីវៈឲ្យត្រូវដែលគាត់អាចទទួលយកបានទី2គឺយើងត្រូវដោះស្រាយការបដិសេធនៅក្នុងវិស័យការលក់នៅក្នុងអាជីពការលក់នេះគ្មានជំនាញគ្មានការងារណាមួយផលិតផលសេវាកម្មណាមួយដែលទៅលក់ឲ្យអត់មានអតិថិជនបដិសេធទេខ្ញុំតែងចាំទ្រឹស្ដីរបស់លោក Dry Anderson បាទគាត់នៅក្នុងសភើចិត្តសាស្ត្រនៃការលក់របស់គាត់ណាគាត់បាននិយាយថាប្រសិនបើយើងភ័យខ្លាចចំពោះការបដិសេធនៃការលក់អញ្ចឹងណាបាទអញ្ចឹងមានន័យថាយើងជ្រើសរើសអាជីពខុសហើយអញ្ចឹងបងប្អូនចាំណាបាទបើសិនយើងដាក់ខ្លួនដាក់កាយដាក់ចិត្តមកប្រឡូកចូលនៅក្នុងវិស័យលក់ហើយកុំបារម្ភកំភៃអំពីការបដិសេធព្រោះអត់មានរឿងអត់បដិសេធទេគឺបដិសេធលុះខ្សែឬដែលសំខាន់គឺយើងត្រូវតែពុកកែក្នុងការដោះស្រាយនៅបដិសេធហ្នឹងយើងដោះបានគឺយើងជោគជ័យហើយភ្ញៀវថា no យើងគិតថា next no next no next បងណាបាទ no ពេលនេះអាចទិញទៅពេលក្រោយអូខេណាបាទចំណុចទី5គឺរឿងសំខាន់នៅក្នុងការដោះស្រាយបញ្ហាហើយចំណុចទី6គឺជំនាញចរចាជំនាញចរចាគឺជានៅក្នុងការលក់អ្វីមួយបងប្អូនយើងតែងតែទៅជួបដៃគូតែងតែទៅជួបអតិថិជនរបស់យើងគេហៅថា prospect ហ្នឹងគឺគាត់តែរំពឹងថាការទៅជួបរបស់យើងគឺបានអ្វីគាត់បានអ្វីពីយើងហ្នឹងអញ្ចឹងយើងត្រូវគិតថាការលក់យើងត្រូវតែចរចាធ្វើម៉េចដើម្បីឲ្យបានប្រយោជន៍ទាំងអ្នកទិញបានប្រយោជន៍ទាំងអ្នកលក់អញ្ចឹងចង់និយាយឲ្យខ្លីថាបានប្រយោជន៍ទាំងអតិថិជនបានប្រយោជន៍ទាំងអាជីវកម្មនេះបងប្អូនណាបាទអញ្ចឹងដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកអញ្ចឹងចំណុចទី6ហើយចំណុចទី7ភាពស្មោះត្រង់ហើយនឹងភាពវិជ្ជមាននៅក្នុងការលក់មួយដែលថិតថេរនៅក្នុងការលក់មួយដែលអាចឈរជើងបានយូរគឺទាមទារឲ្យបងប្អូនមានភាពស្មោះត្រង់មានភាពវិជ្ជមានជានិច្ចនៅក្នុងការងាររបស់យើងព្រោះភាពស្មោះត្រង់គឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងការលក់បងប្អូនណាបាទឧទាហរណ៍យើងលក់ផលិតផលតាមអនឡាញក៏ដោយលក់ផលិតផល offline ក៏ដោយបងប្អូនត្រូវតែសន្យាឲ្យច្បាស់ជាមួយនឹងអតិថិជនបាទអតិថិជនបង់លុយមកហើយអតិថិជនទិញមកហើយយើងត្រូវតែផ្គត់ផ្គង់យើងត្រូវតែផ្ដល់នៅសេវាកម្មឬក៏ផលិតផលឲ្យគាត់អត់មានអត់ស្មោះត្រង់ទេផលិតផលយើងមកពីណាផលិតផលយើងផលិតនៅកន្លែងណាយើងប្រាប់គាត់តាមនោះបងប្អូនណាបាទនេះគឺជាភាពស្មោះត្រង់របស់អ្នកលក់ណាបាទគឺយើងរក្សានៅកັບកិរិយាគឺអិរិយាបថយើងឲ្យវិជ្ជមានជានិច្ចទោះបីជួបបញ្ហាអ្វីក៏ដោយបាទជាមួយនឹងអតិថិជនខឹងក៏ដោយអតិថិជនមិនសប្បាយចិត្តក៏ដោយបងប្អូនត្រូវតែរក្សាកັບកិរិយាឲ្យល្អគឺប្រកបដោយភាពវិជ្ជមានដោះស្រាយជានិច្ចបងប្អូនណានេះអាជីពលក់បាទត្រូវតែស្មោះត្រង់ទី8គឺការគ្រប់គ្រងពេលវេលាបងប្អូនណាបាទខ្ញុំឲ្យការគ្រប់គ្រងពេលវេលានេះគឺជាការងារសំខាន់ណាស់នៅក្នុងអាជីពនៃការលក់របស់យើងត្រូវរៀបចំពេលវេលារបស់យើងឲ្យច្បាស់តើក្នុងមួយថ្ងៃការរៀបចំពេលវេលារបស់យើងត្រូវអង្គុយសម័យនឹកឃើញថាទៅរកអតិថិជនគោលដៅហៅថា prospect ហ្នឹងប្រមាណអតិថិជនត្រូវខលណាត់ប្រមាណអតិថិជនត្រូវទៅជួបប្រមាណអតិថិជននេះគឺបើសិនយើងរៀបចំបែងចែកពេលវេលាឲ្យច្បាស់ក្នុងការធ្វើការយើងអត់ខ្វះអតិថិជនក្នុងការទៅជួបទេហើយអត់ខ្វះអតិថិជនក្នុងការទិញពីមួយខែទៅមួយខែទេអញ្ចឹងទាមទារឲ្យបងប្អូនអរគ្នាទៅរៀបចំពេលវេលា schedule ឲ្យបានច្បាស់ក្នុងការធ្វើការងារដើម្បីคลายទៅជាអ្នកលក់ពូកែមួយมันអាចលំបាននឹកឃើញចង់ជួបចង់ធ្វើក៏បានមិនធ្វើក៏បានដែរมันអាចคลายទៅជាអ្នកលក់មួយដែលមានអាជីពហើយអាចទៅចែករំលែករឿងល្អទៅដល់អ្នកដទៃបានទេបាទពេលខ្លះយើងគ្រាន់តែនិយាយតាមសភៅហើយយើងមិនដែលបានទៅអនុវត្តសត្វសាស្ត្រក៏វាអត់ស៊ីគ្នាដែរបងប្អូនណាអត់ស៊ីគ្នាទេអត់ត្រូវទេទ្រឹស្ដីខ្លះ
ពួកសភើនៅអឺរ៉ុបទៅសេបាទហើយយើងយកមក apply នៅក្នុងអនុវត្តនៅក្នុងស្រុកយើងក៏អត់ត្រូវជាមួយនឹងផ្នែកគណិតរបស់អតិជនស្រុកយើងពេលខ្លះយករបស់យើងទៅអនុវត្តជាមួយផ្នែកគណិតរបស់ពួកប្រទេសគេក៏អត់ត្រូវគ្នាដែរអញ្ចឹងវាទាមទារយើងឆ្លងកាត់របស់ប្រសោតពិតហើយបានយើងយកមកចែករំលែកទៅវាចំរឿងហ្មងបាទចំរឿងចំណុចទី9គឺសដៅទៅលើការទទួលខុសត្រូវបងប្អូនណាបាទទទួលខុសត្រូវអញ្ចឹងទទួលខុសត្រូវគឺយើងបង្កើតទៅលើទំនុកចិត្តខ្ញុំឲ្យបងប្អូនកើតទំនុកចិត្តបាទទៅដល់អតិជនបាទដើម្បីឲ្យអតិជនអាចជឿទុកចិត្តយើងបងប្អូនអ្នកលក់យើងត្រូវតែមានការទទួលខុសត្រូវទៅលើសេវាកម្មទៅលើផលិតផលនៅពេលយើងលក់ហើយណាសំខាន់ណាបងប្អូនណាពេលយើងលក់ហើយយើងត្រូវតែមើលផលិតផលគេហៅថាទៅ maintenance ទៅសម្អាតទៅថែរក្សាបាទហើយសេវាកម្មយើងត្រូវទៅអ្នកទំនងល្អជាមួយគាត់រហូតបាទมันអាចយើងលក់ហើយយើងលក់ឲ្យទៅរួចទៅខ្លួនណាបាទលក់ឲ្យចោលណាហើយការដែលយើងលក់ចោលយើងខាត់ច្រើនណាតែបើយើងលក់ហើយយើងចេះតែទំនងល្អជាមួយនឹងអតិជនយើងមានប្រយោជន៍កាន់តែច្រើនទី1បង្កើតភាពស្និទ្ធជាមួយអតិជនទៅជាបងប្អូនញាតិមិត្តសាច់សាលហិតល្អទៅហើយ2គាត់អាចជួយទិញយើងបន្តទៀតដែរបងប្អូនណាសំខាន់ណាបាទអត់មានលក់ហើយបាប់តែរត់ចោលគាត់បាត់ទេបាទលក់ហើយគឺយើងនៅតែស្គាល់គាត់ជានិច្ចនេះគឺចំណុចទី9ចំណុចចុងក្រោយគឺបងប្អូនតកតងនឹងសំខាន់ជាងគេការសិក្សារៀនសូត្រនិងការសម្របខ្លួននៅក្នុងវិស័យណាក៏ដោយបងប្អូនបាទដើម្បីយើងคลายទៅជាអ្នកពូកែបានมันអាចបងប្អូនធ្វើហើយបងប្អូនមានការងារធ្វើហើយបងប្អូនគិតថាអូខ្ញុំបានប្រាក់ខែហើយណាខ្ញុំបានការងារធ្វើហើយខ្ញុំឈប់រៀនអត់បានទេបងប្អូនអត់បានទេព្រោះហេតុអីពោះបច្ចេកវិទ្យាកើនឡើងជាលំដាប់ពិភពលោកមានការប្រែប្រួលជាលំដាប់អញ្ចឹងអតិជនក៏គាត់មានការសិក្សារៀនសូត្រកាន់តែខ្លាំងក៏យល់ដឹងកាន់តែច្រើនហើយយើងអត់រៀនយើងអត់យល់ដឹងអញ្ចឹងមានន័យថាយើងចំណេះដឹងយើងទាបជាងអតិជនអញ្ចឹងបងប្អូនត្រូវតែសិក្សារៀនសូត្រទៅលើជំនាញរបស់យើងជំនាញលក់បងប្អូនត្រូវសិក្សារៀនសូត្រពីជំនាញលក់របស់យើងណាបាទជំនាញលក់របស់យើងបងប្អូនមានមើលសភើតទៅនឹងការលក់របស់យើងមានចិត្តសាស្ត្រនៃការលក់មានតិចនិចនៃការលក់មានកម្ពុជាអ្នកលក់បងប្អូនមើលសភើណាដែលតទៅជាមួយនឹងការលក់របស់យើងឲ្យច្រើនឲ្យយើងមានមូលដ្ឋានគ្រឹះក្នុងការលក់នឹងឲ្យខ្លាំងហើយនឹងយើងចេះសម្របខ្លួនបងប្អូនទៅចេះសម្របខ្លួនទៅនឹងទីផ្សារបច្ចុប្បន្នគេដើរដល់ណាហើយណា digital marketing ទីផ្សារអនឡាញអញ្ចឹងបងប្អូនត្រូវតែសម្របខ្លួនឲ្យទាន់ទៅនឹងទីផ្សារបច្ចុប្បន្នឲ្យទាន់ទៅនឹងតម្រូវការបច្ចុប្បន្នអញ្ចឹងបងប្អូនដើរទាន់គេអញ្ចឹងបងប្អូនកុំឆ្ងល់ដែរតែមិនលក់ឥឡូវនៅនេះស្ងាត់ម្លេះនៅនោះស្ងាត់ម្លេះដោយសារគេមានចំណេះជំនាញគេអពិវត្តគំនិតផ្នត់គំនិតរបស់គេការលក់របស់គេវាឡើងទៅដល់ណានេះហើយយើងនៅតែដដែលហ្នឹងអញ្ចឹងពីខ្ញុំថ្ងៃនេះចែករំលែកបងប្អូនប៉ុណ្ណឹងណាបាទអញ្ចឹងសរុបមកវិញដើម្បីឲ្យការលក់របស់យើងคล้ายទៅជាអ្នកលក់ពូកែคล้ายទៅជាអ្នកលក់ឆ្នើមបាទគឺបងប្អូនត្រូវតែស្គាល់ពីអតិថិជនឲ្យច្បាស់ស្គាល់ពីផលិតផលឲ្យច្បាស់ទំនាក់ទំនងឲ្យល្អរក្សាភាពស្មោះត្រង់ហើយនឹងគិតវិជ្ជមានជានិច្ចនឹងការអភិវឌ្ឍខ្លួនជានិច្ចនិរន្តរ៍អញ្ចឹងបងប្អូនទើបคล้ายទៅជាអ្នកលក់ពូកែអញ្ចឹងបងប្អូនគិតថាវីដេអូនេះសំខាន់ហើយមានប្រយោជន៍ចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតពួកខ្ញុំនឹងចែករំលែកវីដេអូល្អៗតទៀតហើយអាច share ទៅចូលចែករំលែកមិត្តភ័ក្តិបងប្អូនឬក៏ក្រុមការងារបានដឹងថាធ្វើម៉េចដើម្បីក្លាយជាអ្នកលក់ពូកែអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណ